រឿងកណ្ដុរមួយកាលពីយូរលង់ណាស់មកហើយពេលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្រុងពារាណសីនគរកាស៊ីព្រះពោធិសត្វបានយកកំណើតនៅក្នុងត្រកូលសេដ្ឋីឈ្មោះថាចលសេដ្ឋីជាបណ្ឌិតដែលមានប្រាជ្ញាឆ្លៀសវៃអាចដឹងនិមិត្តទាំងពួងថ្ងៃមួយចលសេដ្ឋីធ្វើដំណើរចូលវាំងនៅតាមផ្លូវក៏ឃើញកណ្ដុរមួយដេកងាប់ពេលនោះក៏មានបុរសក្រីក្រម្នាក់ដើរកាត់ចលសេដ្ឋីឃើញភ្លាមក៏ដឹងថាបុរសម្នាក់នោះជាមនុស្សមានប្រាជ្ញាទើបនិយាយថាកូនប្រុសដ៏មានកៅភ្នែកជាបញ្ញាកូនអាចយកកណ្ដុរមួយនេះទៅលក់យកប្រាក់មកចិញ្ចឹមជីវិតនិងប្រកបការងារបានបុរសក្រីក្រស្ដាប់ឮហើយក៏កើតមានគំនិតល្អឡើងមកភ្លាមបុរសក្រីក្របានយកកណ្ដុរនោះទៅលក់ធ្វើជាចំណីឆ្មានៅផ្សារហើយក៏បានប្រាក់បន្ទាប់ពីនោះក៏យកប្រាក់នោះទៅទិញទឹកអំពៅនិងទឹកមួយក្អមចែកឲ្យអ្នកបេះផ្កាដែលត្រឡប់មកពីបេះផ្កានៅក្នុងព្រៃឲ្យបានផឹកបំបត្តិការស្រេកឃ្លានអ្នកបេះផ្កាទាំងឡាយនាំគ្នាអរគុណបុរសក្រីក្រព្រមទាំងជូនផ្កាម្នាក់មួយដៃជារបស់តបស្នងដល់គេស្អែកឡើងបុរសក្រីក្រក៏បានយកផ្កានោះទៅលក់ដើម្បីយកប្រាក់មកទិញទឹកអំពៅនិងដួសទឹកដាក់ក្អមជូនអ្នកបេះផ្កាផ្ទៀតអ្នកបេះផ្កាទាំងឡាយបានជូនផ្កាដែលបេះបានទៅបុរសក្រីក្រម្នាក់ពាក់កណ្ដាលគេក៏យកផ្កានោះទៅលក់ហើយសន្សំប្រាក់បាន8កហបណៈថ្ងៃមួយមានព្យុះភ្លៀងខ្លាំងពេញព្រះនគរស្លឹកឈើនិងមែកឈើបាក់ដួលរនេលពេញឧសៀនក្នុងព្រះរាជវាំងអ្នកយាមឧសៀនមិនអាចប្រមូលធ្វើអស់ទាំងនោះចេញពីឧសៀនបានបុរសក្រីក្រដឹងដំណឹងនេះក៏កើតមានគំនិតមួយបុរសក្រីក្របានទៅជួបអ្នកយាមឧសៀនហើយបានសុំស្លឹកឈើនិងមែកឈើទាំងអស់នោះអ្នកយាមឧសៀនយល់ព្រមភ្លាមបន្ទាប់ពីនោះបុរសក្រីក្រក៏យកទឹកអំពៅទៅចែកឲ្យក្មេងៗនៅសួនកុមារហើយសុំឲ្យក្មេងៗជួយជញ្ជូនស្លឹកឈើនិងមែកឈើមកកោនៅមុខទ្វារឧសៀនក្មេងៗក៏នាំគ្នាជួយយ៉ាងស្រស្រាក់ស្រស្រាំមិនយូរប៉ុន្មានក៏បានគំនរស្លឹកឈើនិងមែកឈើជាច្រើននៅពេលនោះស្មូនឆ្នាំងកំពុងតែរកអស់ទៅដុតធ្វើឆ្នាំងធ្វើចានល្មមគេដើរកាត់ឃើញគំនរឈើនៅមុខឧសៀនទើបសុំទិញទាំងអស់ហើយបុរសក្រីក្រលក់ឈើនោះបានប្រាក់16កហបណៈទៀតនៅពេលដែលបុរសក្រីក្រមានលុយកើនទៅដល់24កហបណៈគេក៏មានគំនិតយកប្រាក់ទាំងនោះទៅទិញពាងយើងនឹងដួសទឹកដាក់ពាងទៅទុកនៅជិតទ្វារនគរឲ្យអ្នករែកស្មៅ500នាក់ដែលដើរឆ្លងកាត់បានផឹកបំបត្តិស្រែកអ្នករែកស្មៅដែលហត់នឿយពេលបានផឹកទឹកក៏មានអារម្មណ៍ស្រស់ស្រាយពួកគេរំភើបចំពោះទឹកចិត្តរបស់បុរសក្រីក្រទៅប្រាប់ថាបើអ្នកកំឡោះឯងមានរឿងអីឲ្យជួយសូមប្រាប់មកចុះពួកយើងរីករាយនឹងជួយបន្ទាប់ពីនោះបុរសក្រីក្រក៏បានចងមិត្តជាមួយនឹងមនុស្សជាច្រើនយ៉ាងស្និទ្ធស្នាលហើយរាល់ពេលដែលមានកិច្ចការអ្វីក៏ពួកគេតែងតែយកមកប្រាប់បុរសក្រីក្រឲ្យបានដឹងដែរថ្ងៃក្រោយមកមានអ្នកមកប្រាប់បុរសក្រីក្រថាមានឈ្មួញសេះយកសេះប្រហែល500ក្បាលមកក្រុងនេះទើបបុរសក្រីក្រទៅជួបអ្នករែកស្មៅហើយសុំស្មៅម្នាក់មួយក្តាប់និងប្រាប់គ្រប់គ្នាកុំអាលលក់ស្មៅឲ្យនរណាតើតែខ្លួនលក់អស់មុនអ្នករែកស្មៅក៏យល់ព្រមពេលឈ្មួញសេះត្រូវការស្មៅឲ្យសេះស៊ីក៏មកទិញស្មៅទាំងអស់ពីបុរសក្រីក្រទើបបុរសក្រីក្របានប្រាក់ចំនួន1000កហបណៈ3ថ្ងៃក្រោយមកមានអ្នកមកប្រាប់ដំណឹងដល់បុរសក្រីក្រទៀតថាមានសំពៅដឹកទំនិញមកចតនៅកំពង់ទើបបុរសក្រីក្រយកប្រាក់ចំនួន8កហបណៈទៅជួលរទេះនិងបរិវារជាច្រើនធ្វើដំណើរទៅកំពង់បុរសក្រីក្របានប្រគល់ចិញ្ចៀនមួយវង់ឲ្យទៅនាយសំពៅជាថ្លៃកក់ហើយក៏ព្រមព្រៀងគ្នាថាមិនឲ្យនាយសំពៅលក់ទំនិញឲ្យឈ្មួញណាទាំងអស់ក្រៅពីខ្លួនបន្ទាប់ពីនោះក៏មានឈ្មួញ100នាក់បានមកតាក់ទងសុំទិញទំនិញទៅលក់តែនាយសំពៅប្រាប់ថាបុរសក្រីក្របានកក់អស់ទៅហើយទើបឈ្មួញទាំងនោះត្រូវមកសុំទិញទំនិញពីបុរសក្រីក្រក្នុងម្នាក់2000កហបណៈដោយសារតែការជួញដូរទាំងអស់នេះទើបបុរសក្រីក្របានប្រាក់ដល់ទៅ200000កហបណៈតែគេក៏មិនភ្លេចនឹកដល់គុណរបស់ចលសេដ្ឋីគេមករកចលសេដ្ឋីហើយរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យស្ដាប់សេដ្ឋីឃើញថាគេជាមនុស្សមានប្រាជ្ញាទើបលើគុណស្រីឲ្យហើយពេលដែលចលសេដ្ឋីស្លាប់ទៅបុរសក្រីក្រក៏បានបន្តតំណែងជាសេដ្ឋីនៅនគរនោះ